សូមក្រាបថ្វាយបង្គំសូមជម្រាបសួរជនរួមជាតិរួមភាសាចាបងប្អូនថ្ងៃនេះខ្ញុំមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ1991បងប្អូនចាច្បាប់នេះវាជាច្បាប់អន្តរជាតិហើយបងប្អូនដែលមានប្រទេសមហាអំណាចទាំង5បានព្រមព្រៀងគ្នាមកចុះហត្ថលេខាលើច្បាប់នេះនឹងមាន18ប្រទេសចុះហត្ថលេខាដែរព្រមទាំងអគ្គលេខាធិការអង្គការសហជីវជាតិផងបងប្អូនច្បាប់នេះមាន4កិច្ចព្រមព្រៀងធំកិច្ចព្រមព្រៀងទី1គឺកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាដែលមាន32មាត្រានិងមាន5ឧបសម្ព័ន្ធហៅថាកិច្ចព្រមព្រៀងដំណាក់កាលអន្តរកាលចាកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអធិកೃតភាពរបស់កម្ពុជាចាដែលមាន8មាត្រាបងប្អូនហើយកិច្ចព្រមព្រៀងទី3គឺសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញបងប្អូនដែលមាន13ចំណុចហើយកិច្ចព្រមព្រៀងទី4គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជាដែលមាន15ចំណុចបងប្អូនចាអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី2បងប្អូនកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាអញ្ចឹងខ្ញុំសូមអានអូស្ត្រាលីព្រុយណេដារូសាឡឹមកម្ពុជាកាណាដាសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋបារាំងសាធារណរដ្ឋឥណ្ឌាសាធារណរដ្ឋឥណ្ឌូនេស៊ីជប៉ុនសាធារណរដ្ឋប្រជាមានិតឡាវម៉ាឡេស៊ីសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីរាជាណាចក្រថៃឡង់សហភាពសាធារណរដ្ឋសង្គមនិយមសូវៀតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងសហរដ្ឋអាមេរិកសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋសហព័ន្ធសង្គមនិយមជូកូស្លាវីដោយមានវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិនេះជាភាគីដែលបានចុះហត្ថលេខាលើច្បាប់កិច្ចព្រមព្រៀងនេះបងប្អូនអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី5បងប្អូននេះកិច្ចព្រមព្រៀងទី2បងប្អូនមាត្រាទី5ក្នុងករណីមានការរំលោភឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនៃឯកភាពជាតិកម្ពុជាឬលើការបដិញ្ញាអនុវត្តដទៃណាមួយក្នុងកិច្ចព្រមព្រៀងនេះបណ្ដាភាគីដែលខ្ញុំបានអានមិញណាបងប្អូនក្នុងកិច្ចព្រមព្រៀងនេះធ្វើការពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្របដើម្បីធានាការគោរពដល់ការបដិញ្ញាចិត្តទាំងនោះនិងដោះស្រាយរាល់ការរំលោភទាំងនោះតាមមធ្យោបាយសន្តិវិធីវិធានការបែបនេះក្នុងចំណោមវិធានការផ្សេងទៀតអាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនៅទំនាស់ដោយសន្តិវិធីយោងទៅតាមមាត្រា33នៃធម្មនុញ្ញអង្គការសហប្រជាជាតិ3បណ្ដាភាគីក្នុងកិច្ចព្រមព្រៀងនេះក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជាដែរ4ក្នុងករណីមានការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជាភាគីក្នុងកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិឲ្យចាត់វិធានការដទៃទៀតដែលសមស្របដើម្បីទប់ស្កាត់និងលុបបំបាត់ចោលការរំលោភ
បែបនេះដោយស្របតាមច្បាប់អន្តរជាតិដែលតាក់ទិនចាបងប្អូនអញ្ចឹងខ្ញុំសូមអានមាត្រាទី5នេះចប់ត្រឹមនេះថ្ងៃបន្តខ្ញុំអានមាត្រាបន្តទៀតបងប្អូនចាសូមជម្រាបលា